សួស្តីអ្នកនរគ្នាខ្ញុំនាំមេថ្ងៃមកសម្រាប់រឿងសុំផ្ដល់បានមកខ្ញុំវិញមកភាគទី20សាច់រឿងកាត់ដល់ពេលយប់រហ័យហេឡាបានគិតថាវាគឺជាពេលយប់ប៉ុន្តែខ្ញុំបានមកម្ដងទៀតសូមអរគុណចំពោះសម្ភារបំពាក់ថ្មីទាំងនេះខ្ញុំមិនខ្លាចក្នុងការវាទៀតទេដូចគ្នានេះដែរខ្ញុំនឹងខ្លាចទៅជាអ្នកជំនាញក្នុងការបើកទ្វារខ្ញុំមិនចាំបាច់ព្យាយាមខ្លាំងដើម្បីបើកវាទៀតទេប្រសិនបើខ្ញុំមើលវាទ្វារនឹងបើកដោយខ្លួនឯងដូចគ្នានេះដែរខ្ញុំក៏បានរកឃើញតុក្កតាដែលខ្ញុំបានលាក់នៅពេលថ្ងៃអ្វីដែលខ្ញុំត្រូវធ្វើបន្ទាប់គឺត្រូវបោះវាចូលក្នុងភ្លើងភ្លាមនោះកៃសានក៏បានដើរមករួចហើយក៏បានហៅសៃលីណាតើមានរឿងអ្វីខុសឥឡូវនេះភ្លាមនោះកៃសានក៏បានយំហៅរកម៉ាក់គេតែម្ដងរួចហើយហេឡាបាននិយាយថាស្ងាត់ទៅប្រុសល្ងងឯនឹងធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ហើយកៃសានក៏បានអង្គុយចោលរួចហើយហេឡាគិតថាគាត់យំខ្លាំងណាស់នាងក៏បានមើលមុខកៃសានរួចហើយគាត់បន្តទៀតថានៅលើចុងក្រោយដែលខ្ញុំបានឃើញគាត់យំគឺនៅពេលដែលគាត់បានលាងក្បាលមុំឲ្យខ្ញុំរួចហើយនាងក៏បានងើបឈរយកដៃទះថ្ងាសលួងលោមឲ្យកៃសានចឹងទៅហើយកៃសានបានឃើញលីណាលួងលោមគេចឹងទៅគេទៅតែយំខ្លាំងជាងមុនបន្ថែមទៀតគាត់ដូចជាកូនឆ្កែដែលលិចទៅដោយទឹកភ្លៀងកៃសានវិញយំរកតាម៉ាក់គេរួចហើយគេនិយាយថាខ្ញុំនឹកអ្នកម៉ាក់របស់ខ្ញុំណាស់នោះមិនមែនជាអ្វីដែលខ្ញុំអាចជួយឯងបានទេក្មេងល្ងងខ្ញុំប្រហែលជាអាចជួយឯងបានប្រសិនបើឯងចង់សម្លាប់នរណាម្នាក់នោះកៃសានក៏បានសួរលីណាថាតើឯងនឹកម្ដាយរបស់ឯងទេសៃលីណាក៏បាននិយាយថាទេខ្ញុំមិននឹកទេខ្ញុំមិនចាប់អារម្មណ៍នឹងឪពុកម្ដាយរបស់ខ្ញុំទេហើយខ្ញុំក៏មិនដឹងថាពួកគេមើលទៅដូចជាអ្វីដែរខ្ញុំនឹងមិនអាចរកពួកគេឃើញនោះទេចាប់តាំងពីការចងចាំចុងក្រោយរបស់ខ្ញុំមានចំពោះពួកគេគឺខ្ញុំកំពុងសម្លឹងមើលទៅពួកគេនៅពីក្រោយចាប់តាំងពីគាត់បានឈប់យំឥឡូវនេះខ្ញុំគួរតែទៅដុតតុក្កតារបស់ខ្ញុំវិញប្រហែលជាខ្ញុំត្រូវដើរឥឡូវនេះខ្ញុំកំពុងតែឈរយ៉ាងណាក៏ដោយខ្ញុំបានខិតខំព្យាយាមយ៉ាងច្រើនក្នុងការឈរជាលើកដំបូងរបស់ខ្ញុំប៉ុន្តែឥឡូវនេះខ្ញុំអាចឈរបានហើយជាការប្រសើរណាស់ចាប់ពីពេលនេះតទៅខ្ញុំគិតថាខ្ញុំមិនគូវាទៀតទេវាមិនងាយស្រួលទេក្នុងការធ្វើលំនឹងដោយខ្លួនឯងប៉ុន្តែខ្ញុំប្រហែលជានឹងប្រសើរជាងនេះក្នុងពេលឆាប់នេះកៃសានសួរលីណាថាតើឯងកំពុងធ្វើអីនៅពេលយប់អញ្ចឹងលីណាតើឯងកំពុងរកអ្វីមួយមែនទេសីលីណាត្រូវហើយខ្ញុំកំពុងតែរកភ្លើងថាវានៅទីណាតើឯងនឹងទៅណាសៃលីណាក៏ទាំងធុញថាតើគេមិនហត់ទេអ្វីក៏ដោយគាត់ប្រហែលជាធុញនឹងឆាប់នេះហើយឲ្យខ្ញុំនៅម្នាក់ឯងក៏រួចលីណាក៏បានបញ្ចេញសំឡេងខ្ញុំខ្ជិលបញ្ចេញឥឡូវនេះតើខ្ញុំអាចរកកន្លែងដុតនៅទីណាទៅព្រមនោះកៃសានក៏បានឧទានឈ្មោះដែលលីណាបាននិយាយមុននេះធ្វើឲ្យនាងមានការខ្មាស់អៀនជាខ្លាំងតើគេកំពុងលេងសើចជាមួយខ្ញុំមែនទេស្ដាប់ឮពីមាត់អ្នកដទៃពិតជាការអាម៉ាស់ណាស់ព្រាមនោះកៃសានក៏បានរកនឹកឃើញរួចហើយសួរសៃលីណាថាតើឯងកំពុងដើររកភ្លើងមែនទេហើយលីណាក៏បានងក់ក្បាលព្រាមនោះកៃសានក៏បានចាប់ដៃលីណាដើម្បីទៅរកភ្លើងហើយលីណាក៏បានសម្លឹងមើលដែរដែលកៃសានបានចាប់ដៃខ្លួនគាត់មិនស្ទើរក្នុងការកាន់ដៃរបស់មនុស្សទេហើយយើងក៏បានឃើញបន្ទប់យ៉ាងងឹតហើយគួរឲ្យខ្លាចមួយកៃសានបាននិយាយថាវាគ្រោះថ្នាក់ណាស់នៅទីនោះសេលីណាល្ងងមែនទោះបីវាគ្រោះថ្នាក់ក៏ដោយក៏ខ្ញុំមានអាការក្នុងការរស់រានមានជីវិតច្រើនជាងឯងដែរលីណាងាកទៅមើលកៃសានរួចហើយគាត់ថាខ្ញុំមើលគេកាន់តែយូរគេកាន់តែដូចឆារន់ខ្លាំងទៅគេមើលទៅពិតជាដូចឆារន់ណាស់ប៉ុន្តែគេមានអាកប្បកិរិយាដូចជាកូនក្មេងដទៃដែរខ្ញុំមិនជឿថាឆារន់គឺជាឪពុករបស់គេទេប៉ុន្តែជាថ្មីម្ដងទៀតវាមិនគួរឲ្យភ្ញាក់ផ្អើលទេនៅពេលដែលអ្នកគាត់ថាសម្លេងរបស់គាត់នៅជុំវិញក្មេងនោះទន់ភ្លន់ណាស់វាអាចថាសូម្បីតែបេះដូងដែលត្រជាក់បំផុតប៉ុន្តែនៅជាមួយកូនរបស់គេបែរជាទន់ភ្លន់ទៅវិញជាការប្រសើរណាស់នោះនឹងមិនកើតឡើងជាមួយនឹងខ្ញុំទេខ្ញុំស្ទើរតែមិនទុកចិត្តអ្នកផ្សេងឲ្យឆាប់ផ្ដាំជាមួយហើយលើពីនេះទៅទៀតខ្ញុំត្រូវបានក្បត់ដោយមនុស្សម្នាក់ដែលខ្ញុំទុកចិត្តបំផុតដោយមិនគិតពីរបៀបមើលថែរបស់ឆារ៉ុនខ្លោននិងដេឆាខ្លោននោះហើយជាពេលដែលវាមកដល់កូនប្រុសរបស់ឆារ៉ុនខ្លោនក្តីសង្ឃឹមនឹងការរំពឹងទុកនឹងបំផ្លាញខ្ញុំតែប៉ុណ្ណោះកៃសាននិយាយថាយើងមកដល់ហើយសៃលីណាវាជាភ្លើងឆេះដោយប្រើបំពង់វេទមន្តក្រឡេកមើលទៅក្រោយឥឡូវនេះខ្ញុំចាំបានថាទទួលការបញ្ជាទិញសម្រាប់អ្វីមួយដូចនេះនៅពេលដែលខ្ញុំនៅក្នុងពងវេទមន្តខ្ញុំមិនយល់ថាហេតុអ្វីបានជាមនុស្សនឹងត្រូវការរបស់បែបនេះនោះទេខ្ញុំឆ្ងល់ថាតើកម្ដៅដែលបង្កើតចេញពីឡភ្លើងនេះឡើងក្តៅដល់វិមានទាំងមូលឬនាងក៏រួចនាងក៏បោះតុក្កតាចម្បាំងនោះចូលក្នុងភ្លក់ភ្លើងបាត់ទៅរួចហើយនាងក៏ឈរសម្លឹងមើលព្រមទាំងគិតថាវាមានអារម្មណ៍ចម្លែកខ្ញុំគួរតែត្រឡប់ទៅវិញឥឡូវនេះវីរ៉ានឹងត្រឡប់មកពិនិត្យមើលនៅក្នុងបន្ទប់ខ្ញុំម្ដងទៀតខ្ញុំមករស់នៅក្នុងការខ្លំមើលរបស់អ្នកដទៃជីវិតរបស់ស្ត្រីចំណាស់ដែលគ្មានថាមពលម្នាក់ត្រូវបានគេឃ្លាំមើលជាប់ជានិច្ចបើប្រៀបធៀបជាមួយនឹងក្មេងស្រីដែលមិនអាចដើរលេងដោយសេរីទៅទីណាដែលនាងចង់បានភ្លាមនោះកៃសានក៏បានប្រាប់សេលីណាថាឯងមិនគួរបោះអ្វីចូលក្នុងភ្លើងនោះទេផ្លូវទៅកាន់បន្ទប់របស់សេលីណាប៉ុន្តែភ្លាមនោះកៃសានក៏បានដើរមករួចហើយហៅសេលីណា
កាយសាមបាននិយាយថាខ្ញុំខ្លាចឯងចឹងតើឯងអាចកេងជាមួយខ្ញុំបានទេ